ថ្ងៃនេះខ្ញុំចង់ចែកម្លែកថាទូរស័ព្ទគាត់ចឹងមិនឲ្យខាត់ពេលយូរយើងចូលទៅទស្សនាជាមួយខ្ញុំទាំងអស់គ្នាតោះអញ្ចឹងជំហានចុចមួយមកហើយបងប្អូន scroll វាចុះមកក្រោមមកអស់មក scroll ទៅវាមួយមកបងប្អូនបើបងប្អូនមិនសូវជាច្បាស់នៅភាសាអង់គ្លេសបងប្អូនអាចមើលនេះ language and input បន្តមកទៀតបងប្អូនចុចរបៀបមួយហើយបងប្អូនមើលខាងលើគេ region បាទអញ្ចឹងបងប្អូនចុចលើនឹងមួយភាសាបងប្អូន scroll មកអញ្ចឹងមកចង់ដាក់ចិនចង់ដាក់ជប៉ុនអីបងប្អូនអាចកំណត់តាមនឹងបានហើយក៏វាដូចជាមិនពិបាកអីដែរកន្លែង setting នេះមិនដឹងថាបងប្អូនវាដូចរបស់ខ្ញុំដែរអត់បាទអញ្ចឹងទេបើបងប្អូនមានចង្អល់កន្លែងណាបងប្អូនអាច comment ខាងក្រោមបានខ្ញុំនឹងជួយរក